សូមជម្រាបសួរលោកគ្រូអ្នកគ្រូទាំងអស់គ្នាខ្ញុំវិជ្ជបណ្ឌិតណាំសុកណាងហើយនេះគឺជាវីដេអូដែលខ្ញុំនឹងបង្រៀនលោកគ្រូអ្នកគ្រូទាំងអស់គ្នាពីការបង្កើតប្រព័ន្ធគ្រប់គ្រង Clinic ដោយខ្លួនឯងដោយប្រើប្រាស់នៅ AI គឺ Google Gemini ខ្ញុំមិនមែនជាអ្នក IT ទេប៉ុន្តែខ្ញុំបានសិក្សាស្រាវជ្រាវពីលទ្ធភាពដែលយើងអាចធ្វើប្រព័ន្ធគ្រប់គ្រងដោយ Clinic ដោយខ្លួនឯងដោយមិនចាំបាច់យើងទិញប្រព័ន្ធពីគេមកដែលធ្វើឲ្យយើងនឹងមានការចំណាយកាន់តែច្រើនអញ្ចឹងណាដូច្នេះហើយគឺខ្ញុំបានសិក្សាអំពី AI ហ្នឹងហើយឃើញថា AI គឺអាចសរសេរកូដឲ្យយើងដែលកូដនោះគឺមានជាគេថាជាកូដ HTML CSS និង JavaScript ដែលយើងអាចយកកូដទាំង3ប្រភេទហ្នឹងធ្វើវាឲ្យคล้ายទៅជាប្រព័ន្ធនៃការគ្រប់គ្រង Clinic មួយខ្ញុំបានធ្វើវាហើយអាចប្រើប្រាស់នៅក្នុង Clinic របស់ខ្ញុំផ្ទាល់បានដោយរលូនបានហើយល្អទៀតយើងអាចបំពាក់មុខងារជាច្រើននៅក្នុង tool ដែលយើងបង្កើតហ្នឹងតាមអ្វីដែលយើងចង់បានអញ្ចឹងណាលោកគ្រូអ្នកគ្រូទាំងអស់គ្នាមុននឹងលោកគ្រូអ្នកគ្រូទាំងអស់គ្នាអាចបង្កើតនៅប្រព័ន្ធគ្រប់គ្រង Clinic បានលោកគ្រូអ្នកគ្រូទាំងអស់គ្នាត្រូវមានចំណុចយល់ដឹងដែលជាការចាប់ផ្ដើមខ្លះៗដែរដើម្បីឲ្យលោកគ្រូអ្នកគ្រូទាំងអស់គ្នាអាចបង្កើតនៅប្រព័ន្ធគ្រប់គ្រង Clinic ដោយខ្លួនឯងបានដោយពឹងផ្អែកលើ Google ហ្នឹង Google Gemini ហ្នឹងឬក៏ AI ហ្នឹងលោកគ្រូអ្នកគ្រូទាំងអស់គ្នាត្រូវតែមានជា account Google Gemini Pro មួយដូចដែលខ្ញុំមានបែបនេះបាទហ្នឹងហើយបន្ទាប់មកទៀតលោកគ្រូអ្នកគ្រូត្រូវតែdownload កម្មវិធីមួយដែលមានឈ្មោះថា Visual Studio អូខេកម្មវិធី Visual Studio ហ្នឹងនៅពេលដែលលោកគ្រូអ្នកគ្រូទាំងអស់គ្នាមានកម្មវិធីហ្នឹងហើយខ្ញុំនឹងបង្ហាញលោកគ្រូអ្នកគ្រូទាំងអស់គ្នាថាតើយើងប្រើកម្មវិធីហ្នឹងដោយរបៀបណានៅវីដេអូបន្ទាប់អញ្ចឹងលោកគ្រូអ្នកគ្រូអាច download នៅកម្មវិធី Visual Studio នេះបានដោយលោកគ្រូអ្នកគ្រូអាចចូលទៅមើល YouTube បន្ថែមទៅគេនឹងបង្រៀនលោកគ្រូអ្នកគ្រូអំពីការ download ហើយគឺវា free ទេវាអត់ពិបាកទេណាកម្មវិធីនេះគឺជាកម្មវិធីសម្រាប់អ្នក IT ទេប៉ុន្តែយើងអាច download យកមកប្រើដូចអ្នក IT ដែរដោយមានជំនួយការបង្ហាញពី Google Gemini Pro របស់យើងនឹងណាបាទអញ្ចឹងបន្តមកទៀតអ្វីដែលលោកគ្រូអ្នកគ្រូត្រូវដឹងបន្ថែមទៀតគឺលោកគ្រូអ្នកគ្រូទាំងអស់គ្នាត្រូវស្គាល់អំពីរចនាសម្ព័ន្ធរបស់គេហៅថា system ឬក៏របស់ tool ហ្នឹងអញ្ចឹងណាលោកគ្រូអ្នកគ្រូទាំងអស់គ្នាតោះឥឡូវនេះខ្ញុំនឹងបង្ហាញអំពីប្រព័ន្ធដែលខ្ញុំបានបង្កើតឡើងដោយខ្លួនឯងផ្ទាល់ដោយប្រើប្រាស់ Google Gemini Pro ហ្នឹងដើម្បីលោកគ្រូអ្នកគ្រូទាំងអស់គ្នាមានគំនិតខ្លះៗនឹងបានស្គាល់ជា structure ជា system របស់វាហ្នឹងតោះឥឡូវខ្ញុំសូម login ចូលប្រព័ន្ធមួយសិនបាទគឺយើងអាចធ្វើបានដោយខ្លួនឯងណាបាទនៅពេលដែលលោកគ្រូអ្នកគ្រូទាំងអស់គ្នា login ចូលទៅអានេះដោយសារខ្ញុំធ្វើជាប្រព័ន្ធ login នេះបើសិនជាលោកគ្រូអ្នកគ្រូចង់ធ្វើមិនចាំបាច់ជាការ login ឬក៏ create account អីក៏បានអញ្ចឹងណានេះគឺជាផ្ទាំងប្រព័ន្ធនៃការគ្រប់គ្រង Clinic ដែលខ្ញុំបានបង្កើតឡើងគឺវាមាននៅ structure ជាច្រើនអញ្ចឹង structure សំខាន់ដែលខ្ញុំចង់បង្ហាញទី1គឺនៅផ្នែកខាងឆ្វេងដៃនេះបាទខាងឆ្វេងដៃនេះគេហៅថាជា sidebar ហ្នឹងគឺវាមានជា menu ជាច្រើនមាន dashboard មាន patient ព័ត៌មានអ្នកជំងឺមានការពិគ្រោះអីជា menu ដែលយើងបង្កើតឡើងមានវិក័យប័ត្រមាន financial ផ្នែកហិរញ្ញវត្ថុមានបញ្ជីអ្នកជំងឺមានជា tool kit ឬក៏ឧបករណ៍ clinic ដែលជំនួយក្នុងការគណនាថ្នាំអីផ្សេងៗហ្នឹងមានជា stock ឱសថអីអញ្ចឹងទៅអញ្ចឹងណានេះគឺជាគំរូ clinic មួយប្រព័ន្ធគ្រប់គ្រង clinic មួយដែលខ្ញុំបានធ្វើណាបាទដូចជានៅការគ្រប់គ្រង stock ថ្នាំអីហ្នឹងយើងអាចដាក់រូប
ដាក់ឈ្មោះថ្នាំមានការ load alert ជាថ្ងៃផុតកំណត់ expire យើងអាចកំណត់ថា3ខែ load ឲ្យយើង1ខែ load ឲ្យយើងអញ្ចឹងទៅមានការកំណត់តម្លៃដើមតម្លៃលក់ហើយយើងអាចលក់ថ្នាំហ្នឹងជាលក្ខណៈកាត់ស្តុកបានទៀតអញ្ចឹងណាអញ្ចឹងជំហានទី1លោកគ្រូអ្នកគ្រូទាំងអស់គ្នាត្រូវស្គាល់អំពីជា sidebar នេះជា sidebar ដែលមាន menu នៅក្នុងនឹងគឺនៅពេលដែលលោកគ្រូអ្នកគ្រូទាំងអស់គ្នាចុចទៅលើ menu មួយនឹងចូលទៅដល់ page ដែលមាន feature ណាដែលមាន feature ជាច្រើនដែលលោកគ្រូអ្នកគ្រូទាំងអស់គ្នាចង់ដាក់គឺអាចធ្វើដាក់ដោយខ្លួនឯងបានអញ្ចឹងទៅនេះជាការដែលបង្ហាញត្រួសទេលម្អិតគឺនៅវីដេអូក្រោយខ្ញុំនឹងបង្ហាញលោកគ្រូអ្នកគ្រូបន្ថែមទៀតអញ្ចឹងនេះទាំងអស់នេះវាគឺជា feature មួយដែលយើងដាក់ណាដែលយើងចង់ដាក់អីយើងដាក់នឹងទៅណាអ្នកគ្រូចង់ដាក់feature ប្រមាណក៏បានជាលទ្ធផល echo ហើយនៅក្នុងនោះយើងអាច print បាទណាយើងអាច print ជាលទ្ធផល echo បានទៀតអញ្ចឹងណាបាទតោះអញ្ចឹងនេះជាប្រព័ន្ធដែលខ្ញុំបានបង្កើតមួយនេះក៏ជាប្រព័ន្ធដែលខ្ញុំទៅតែបង្កើតដែរប៉ុន្តែវាអត់ទាន់បញ្ចប់នៅ project នឹងនៅឡើយទេគឺមានលក្ខណៈបែបនេះណាយើងមាន menu ហើយនេះយើងអាចដាក់ជា sub menu មាន consultation អង្គទេសីដង់មានexam physics មាន para clinic មាន treatment អីចឹងទៅនៅក្នុង treatment ហ្នឹងគឺយើងអាចនេះដាក់ជាdiagnostic ដាក់ជាតារាងថា evolution ដែលយើងអាចគ្រប់គ្រងអ្នកជំងឺ IPD របស់យើងបញ្ចូលណាយើងបញ្ចូលព័ត៌មានតាក់ទងជាមួយនឹងតារាងការពិនិត្យជាប្រចាំថ្ងៃឬក៏ថាជា evolution patient evolution note អញ្ចឹងទៅណាយើងអាច print បានហើយ print ហ្នឹងគឺមានលក្ខណៈស្តង់ដារគឺមាន logo គឺមានគេហៅថាជាបន្ទប់ពិគ្រោះនិងឈ្មោះបន្ទប់ពិគ្រោះនៅព្យាបាលរបស់យើងឬក៏ឈ្មោះ clinic របស់យើងឈ្មោះអ្នកជំងឺរបស់យើងអីចឹងទៅណាតោះជាការត្រួសទេខ្ញុំនឹងបង្ហាញលោកគ្រូអ្នកគ្រូទាំងអស់គ្នាឲ្យបានលម្អិតនៅវីដេអូក្រោយៗណាហើយនៅពេលដែលលោកគ្រូអ្នកគ្រូធ្វើការជា flow ការងាររបស់លោកគ្រូអ្នកគ្រូទាំងអស់ហើយគឺយើងអាចចុចរក្សាទុកនៅទៅក្នុងជា Firebase បានន័យថាទៅក្នុងប្រព័ន្ធស្តុកទុកជា cloud របស់យើងនេះខ្ញុំសូមបង្ហាញតាក់ទងជាមួយនឹង Firebase ដែលជាកន្លែងស្តុកទុកទិន្នន័យណាជាកន្លែងស្តុកទុកទិន្នន័យរបស់យើងអញ្ចឹងលោកគ្រូអ្នកគ្រូក៏អាចរៀនបានដូចគ្នាចំណុចហ្នឹងគឺខ្ញុំនឹងបង្ហាញលម្អិតផងដែរណារបៀបនៃការបង្កើត account Firebase ហ្នឹងដើម្បីស្តុកទុកនៅព័ត៌មានដែលលោកគ្រូអ្នកគ្រូទាំងអស់គ្នាបានប្រឹក្សាយោបល់ជាមួយនឹងអ្នកជំងឺលោកគ្រូអ្នកគ្រូទាំងអស់គ្នាណាបាទអញ្ចឹងគឺយើងអាចធ្វើការហើយយើងអាចដាក់វាចូលទៅក្នុងអ៊ីនធឺណិតណាបាទរក្សាទុកមិនចេះបាត់បង់ទៅណាទេតោះអញ្ចឹងនេះជាចំណុចបន្ទាប់ទៀតណាតោះឥឡូវជំហានទី1ណាជំហានទី1គឺលោកគ្រូអ្នកគ្រូទាំងអស់គ្នាត្រូវតែមាន account ណា Google Gemini Pro មកទី2គឺលោកគ្រូអ្នកគ្រូទាំងអស់គ្នាគឺត្រូវតែ download កម្មវិធី Visual Studio ចូលដល់ជំហានទី3គឺលោកគ្រូអ្នកគ្រូទាំងអស់គ្នាត្រូវចេះសរសេរ prompt ណាសរសេរ prompt ដើម្បីឲ្យ Google Gemini ហ្នឹងវាធ្វើការឲ្យយើងប្រាប់ Google Gemini ហ្នឹងថាយើងចង់បានអីយើងចង់បង្កើតអីនេះគឺជាឆាតណាគឺជាឆាតដែលខ្ញុំបានសន្ទនាជាមួយនឹង Google Gemini Pro មានជាយើងអាចសរសេរជាភាសាខ្មែរណាដើម្បីងាយស្រួលសម្រាប់យើងឬក៏យើងអាចសរសេរជាភាសាអង់គ្លេសក៏បានហ្នឹងណាខ្ញុំធ្វើវាជាខ្មែរផងជាអង់គ្លេសផងសម្រាប់ការបង្កើតហ្នឹងអញ្ចឹងវីដេអូទី1នេះគឺខ្លីៗហើយឲ្យលោកគ្រូអ្នកគ្រូទាំងអស់គ្នាមានគំនិតខ្លះៗនៅក្នុងការបង្កើតវីដេអូលម្អិតខ្ញុំនឹងបង្ហាញលោកគ្រូអ្នកគ្រូទាំងអស់គ្នានៅវីដេអូជាបន្តទៀត